មានការផ្ញើផ្អើលជាខ្លាំងកាលពីថ្ងៃទី10 ខែមេសាឆ្នាំ2025កន្លងទៅបន្ទាប់ពីតារាស្រីម៉ាណេតាបានបង្ហោះរូបថតបង្ហាញពីស្នាមរបួសនៅលើផ្ទៃមុខដោយនាងបានអះអាងថាត្រូវបានតារាសម្ដែងប្រុសសាច់ដុំកង់កង់លោកសុនពិសិដ្ឋប្រាំអំពើហិង្សាលើរូបនាងរហូតដល់ពេលនេះនាងនៅតែមិនទាន់ទទួលបាននូវភាពយុត្តិធម៌នៅឡើយទេយ៉ាងណាមិញបើយោងតាមការបង្ហោះរបស់តារាសម្ដែងស្រីនៅមុននេះបន្តិចបានរៀបរាប់ដូចនេះថានាងខ្ញុំទើបបានសាលេកាពីល្ងាចមិញថ្ងៃទី10 ខែ 4 ឆ្នាំ2025ពីសាលាអូតូគឺជាក់លាក់ហើយមិនមែនបន្ថយទោស2ឆ្នាំមកនៅសល់1ឆ្នាំទេគឺព្យួរទោសជលល្មើសឲ្យរួចខ្លួនតែម្ដងគឺមិនជាប់គុកសូម្បី1វិនាទីលោកចៅក្រម3នាក់កាត់ក្តីបានល្អណាស់ជួយដល់ជលល្មើសឲ្យរួចទោសតតែបានព្រោះជលល្មើសគេចខ្លួន4ឆ្នាំមកហើយតាំងពីឆ្នាំ2021មកម្លេះមិនដែលចូលខ្លួនមកតាមនៃការកោះហៅរបស់ច្បាប់ទេដល់ចូលមកប្តឹងខ្ញុំវិញបែរជាកាត់ក្តីឲ្យរួចខ្លួនទៅវិញចាំរួចចូលឆ្នាំសិនខ្ញុំចេញបកស្រាយព្រោះខ្ញុំត្រូវទំនួលខុសត្រូវការងារសង្ក្រាន្តឲ្យបានចប់រួចរាល់សិនបើអ្នកមិនបំពេញមិនប៉ះពាល់មិនធ្វើបាបខ្ញុំឲ្យខ្ញុំរត់តែឈឺចាប់ខ្ញុំក៏មិននិយាយពីអ្នកតែការកាត់ក្តីដោយភាពអយុត្តិធម៌បែបនេះខ្ញុំដែលជាជនរងគ្រោះត្រូវជន់ល្មើសវាយស្ទើរស្លាប់ជាច្រើនដងមិនជួយរកយុត្តិធម៌ដល់ខ្ញុំបែរជាកាត់ក្តីឲ្យជន់ល្មើសរួចខ្លួនទៅវិញកាត់ក្តីឲ្យគេឈឺចាប់ក្តៅក្រហាយដោយបិទភ្នែកខ្ទប់ត្រចៀកលើកដៃកាន់ប៊ិចសរសេរក្បត់ការពិតទៅរួចលោកគាំទ្រឲ្យមានអំពើហិង្សាលើស្ត្រីមែនទេទើបលោកកាត់ក្តីបែបនេះទាំងដែលខ្ញុំមានស័ក្តិសិទ្ធិមានភស្តុតាងគ្រប់គ្រាន់នៅចំពោះមុខច្បាប់ខ្ញុំមិនអាចទទួលយកបាននោះឡើយចង់ប្រាប់ទៅលោកចៅក្រមទាំង3និងជនល្មើសព្រមទាំងបពពួកថាខ្ញុំពិតជាឈឺចាប់ណាស់តែខ្ញុំនឹងរកយុត្តិធម៌មកឲ្យខ្លួនខ្ញុំឲ្យខាន់តែបានទេវតាថ្មីមានភ្នែកអំពើល្អភាពការពិតនិងស្មោះត្រង់របស់ខ្ញុំនឹងវាយបំបាក់ពួកមនុស្សអាក្រក់ដែលធ្វើបាបទាំងភ្នែកស្រស់មកលើខ្ញុំបែបនេះទូរែកចកចោះកម្មពៀមានពិតសម្រាប់ថាបើតាមសារិការបស់តុលាការបានសម្រេចថាទី1ផ្ដន្ទាទោសឈ្មោះសុនពិសិដ្ឋភេទប្រុសអាយុ32ឆ្នាំជនជាតិខ្មែរដាក់ពន្ធនាគារចំនួន2ឆ្នាំពីបទអំពើហិង្សាប្រព្រឹត្តដោយអនិច្ចសង្វាសជនប្រព្រឹត្តទៅនៅចំណុចកន្លែងកំសាន្តជីហោមេកុងត្រើយម្ខាងនៅចំណុចផ្ទះលេខ 458A ផ្លូវលេខ 24BT ភូមិថ្នោតជ្រុំសង្កាត់បឹងទំពុន2ខណ្ឌមានជ័យរាជធានីភ្នំពេញកាលពីកំឡុងឆ្នាំ2019និងឆ្នាំ2020មាត្រា222នៃក្រមព្រហ្មទណ្ឌទី2បង្គាប់ឲ្យឈ្មោះសុនពិសិដ្ឋសងសំណងជំងឺចិត្តចំនួន10លានរៀលឲ្យទៅដើមបណ្ដឹងរដ្ឋប្រវេណីឈ្មោះសុនសុកកញ្ញាការទាមទារលើសពីនេះត្រូវបដិសេធចោល